របៀបការពារខ្លួនហើយនេះបងគិតថាខុនដំឡូងមូលមែនទេទោះបីជាអូនជាដំឡូងអីក៏ដោយក៏បងបារម្ភដែរណារួចហើយនៅបងសង្ស័យតែយឺតម៉ោងទេនេះរួចហើយរអ៊ូម្លេះទេឈប់សិនបងមានរឿងចង់និយាយជាមួយពួកឯងធ្វើអីនាងគឺផ្ទះម្នាក់មកកំភ្លៀងស្អប់ពេកកុំឲ្យឆ្លើយដាក់ខុនទៀតហើយនាងនេះពិតជាស្រួលដឹកចំហមែនពុតធោអារម្មណ៍អីល្អហើយកុំភ្លើតភ្លើនណាបានទៅរៀននៅស្រុកគេកុំភ្លេចការសិក្សាឲ្យសោះរឿងហ្នឹងប៉ាក៏បារម្ភកូនមកធ្វើឲ្យគ្រួសារក្រអូបគឺក្រអូបក្លិនផ្កាម្លីនឹងហើយម៉ាក់វាជាផ្កាដែលកូនកននិថានាងចូលចិត្តបំផុតណាឬមួយនេះជាកូនកននិថាមិនបាច់ជាលើសម៉ោង5អញ្ចឹងហើយអូនអើយពេលល្ងាចអញ្ចឹងវាស្ទះផ្លូវនេះសំណាងឲ្យម៉ោង5កន្លះមកទទួលអូននោះខ្ញុំយល់ប៉ុន្តែវាខ្លីពេកសម្រាប់នាងបើជំនួសការស្លាប់របស់កូនមកជាជាការងារអីទៅហើយមានអីឲ្យខ្ញុំជួយដែរឬក៏អត់ចាការងារផ្ទាល់ខ្លួនតិចណាស់លោកមិនអីទេនាងខ្ញុំអាចដោះស្រាយខ្លួនឯងបានហើយលោកប្រធានជូនពរឲ្យអ្វីគ្រប់យ៉ាងដំណើរការយ៉ាងរលូនណាខុនបើមានអីខ្ញុំជួយកុំក្រាញចិត្តអីចាអរគុណច្រើនហើយលោកប្រធានបាទនិយាយគ្នាប៉ុណ្ណឹងបានហើយអញ្ចឹងចាសុខសប្បាយណាស់លោកប្រធានអូហើយមិនទៅធ្វើការទេអីចាអត់អីទេលោកប៉ានេះប៉ាអញ្ចឹងទៅធ្វើការហើយឯងមិនភាសាហាពេលព្រឹកសិនទេអីរួចហើយតើប៉ាទៅធ្វើការហើយណាបញ្ញាប់ជួបភ្ញៀវពិសេសផងចាអញ្ជើញធ្វើដំណើរដោយសុវត្ថិភាពណាប៉ាប៉ាដឹងហើយអាឡូបងមានការអីមែនទេបានជាទូរស័ព្ទមកទាំងព្រឹកដូចនេះបងចង់សួរអូនថាអូនទៅដងជាមួយនាយមនីថ្ងៃនេះត្រូវទេចានិយាយជាមួយគេម្សិលមិញថាទៅថ្ងៃហ្នឹងប៉ុន្តែមិនទាន់ឃើញគេទូរស័ព្ទមកផងបងមានអារម្មណ៍ថាបារម្ភដល់ហើយនេះមិនចង់ឲ្យអូនធ្វើរឿងហ្នឹងសោះកុំអារម្មណ៍ពេកបងអូនមានរបៀបការពារខ្លួនហើយនេះបងគិតថាខុនដំឡូងមូលមែនទេទោះបីជាអូនជាដំឡូងអីក៏ដោយក៏បងបារម្ភដែរណាមិនក៏ត្រូវបារម្ភក្រែងបងជាអ្នកអះអាងថាតាមការពារអូននោះអីអូហូមែនហើយពិតជាផ្ដាស់មែនណែនិយាយអញ្ចឹងអូនឯងញ៉ាំអីហើយនៅចានៅទេចុះបងវិញបងក៏មិនទាន់ញ៉ាំអីដែរអញ្ចឹងចាំបងទៅយកអូនទៅញ៉ាំអីជាមួយគ្នាណាមិនបាច់ទេក្រែងលោកម៉ានីហៅអូនទៅដងកុំឲ្យពិបាកដល់ពេលអាប៉ែឡប់ម៉ានីស្អីហ្នឹងទូរស័ព្ទមកហៅអូនទៅដងកុំភ្លេចទូរស័ព្ទមកប្រាប់បងផងណាចាអូនយល់ហើយលោកនាយកុំប៉ិនពេកកូនក្មេងអញ្ចឹងនិយាយគ្នាប៉ុណ្ណឹងសិនចុះណាចាសុខសប្បាយបងបានអរគុណសុខសប្បាយដូចគ្នាណាអូនណាអាឡូលោកប៉ាផ្លេចរបស់អីមែនទេអត់ទេប៉ាមិញនឹងផ្លេចសួរខ្លួនឯងសួរអីប៉ាមានប្រសាសន៍មកចុះណែឮថាមានកម្រងទៅដងជាមួយនឹងអាក្មេងចំគួតម៉ានីថ្ងៃនេះមែនទេចាថ្ងៃនឹងប៉ាប៉ុន្តែថ្មអ្នកតាហើយមិនទាន់ឃើញនេះម៉ានីស្អីគេនឹងទូរស័ព្ទមកកូននៅឡើយទេហ្នឹងហើយបើទៅណាមកណាជាមួយវាតោងតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ណាកូនចាកូនយល់លោកប៉ាសុខសប្បាយណាកូនចាអរគុណប៉ាហើយគិតថាតែញ៉ាំបាយឥឡូវនេះទំពេកនេះទូរស័ព្ទមកល្មមមិនបាច់ទេមករឿងនេះនិយាយតែទូរស័ព្ទហើយនេះអ្នកសរសេរពិតជាសាំតប៉ែមែនអាឡូសួស្ដីលោកបាទសួស្ដីណែមុនហ្នឹងខ្ញុំបានទូរស័ព្ទទៅនាងជិត 2000 ដងទៅហើយទូរស័ព្ទជាប់រវល់រហូតជាប់និយាយជាមួយនរណាមែនទេធ្វើបាបនាងបតីនឹងនាយឆៃមួយសិនចាបាទជម្រាបប្រាប់លោកតាមត្រង់វាប្រៀបបានទៅនឹងយកកំបិតមកចាក់ចំកណ្ដាលដើមទ្រូងយ៉ាងដូចនេះដែរនាងខ្ញុំពិតជាមានអារម្មណ៍ខ្មាស់លោកជាខ្លាំងបើអាចចង់តែស្លាប់ឲ្យផុតផាត់ដៃទេមានរឿងអីនិយាយប្រាប់ខ្ញុំបានទេលើដំណឹងនេះឲ្យខ្ញុំពិតជាសែនបារម្ភណាស់កុំអីឲ្យវាចាប់ត្រឹមនឹងទៅចុះព្រោះបាននិយាយទៅក៏ជាសាច់របស់លោកដែរសាច់ខ្ញុំមានន័យថាម៉េចទៅនេះឬវតីប្អូនស្រីខ្ញុំបាននិយាយអីឲ្យកេសរមិនសប្បាយចិត្ត
ខ្ញុំមិនដឹងថានាងស្អប់ខ្ញុំរឿងអីនោះទេតាំងពីម្សិលមិញម្លេះនាងនិយាយដោយពាក្យសម្ដីមិនសមរម្យជាច្រើនមកលើនាងខ្ញុំព្យាយាមមិនយកចិត្តទុកដាក់ទេមិននឹកស្មានថាមុននេះនាងបានទូរស័ព្ទមកជេរនិងស្ដីថាឲ្យនាងខ្ញុំដល់ម្លឹងសោះបើទោះជាលោកប៉ានិងអ្នកម៉ារបស់ខ្ញុំក៏លោកមិនដែលនិយាយអសុរដាក់ខ្ញុំចឹងដែរពុតធូអើយមិនបានជាវាផ្ដាស់អញ្ចឹងវាបាននិយាយយ៉ាងម៉េចខ្លះទៅកាន់នាងចានាងខ្ញុំឃើញលេខទូរស័ព្ទចម្លែកខលមកខំនិយាយជំរាបសួរស្រាប់តែអ្នកនាងមកខាងទៀតនោះគឺអ្នកនាងវតីនាងបានជេរយកតែម្ដងនាងជេរនាងខ្ញុំដោយពាក្យអសុរោះជាច្រើនដូចជាពាក្យមីមុខងាប់មីរន្ទះបាញ់មីឡានអូមីអត់គ្រប់ទឹកមីគេបាញ់ចោលកណ្ដាលផ្លូវបំបែកមីឈួត7សណ្ដានមីឈួតសម្បូរជួរមីសរសៃប្រសាទមីចង្រៃប្រចាំ2025មីបាត់ស្រមោលពីផែនដីមីបែកម៉ាតកក់លើពីនេះទៀតលោកឆៃជាសង្សាររបស់នាងគម្រាមចាប់រំលោភសម្រាប់នាងខ្ញុំទៀតផងនិងយកសពនាងខ្ញុំទៅបោះឲ្យកពើស៊ីទៀតផងគេថាបើបានឃើញនាងខ្ញុំម្ដងទៀតគេនឹងរំលោភដូចគោបាឡើងមេមិនខានទេពិតជាផ្ដេសផ្ដាស់ពេកហើយមិនអីទេខុនចាំខ្ញុំដោះក្អែលពួកវាម្ដងកុំអីណាលោកក្រែងថាវត្តមានរបស់នាងខ្ញុំនាំឲ្យបងប្អូនពួកលោកឆ្លោះគ្នាអត់ទេខុនកុំឲ្យពួកវាមានទម្លាប់អាក្រក់អញ្ចឹងណែបន្តិចទៀតខ្ញុំទៅទទួលខុនទៅរកអាស័យដ្ឋានគ្រូខ្មោចនៅខាងឧដុង្គអញ្ចឹងរៀបចំខ្លួនឲ្យហើយទៅណាចាខ្ញុំដឹងហើយនិយាយគ្នាប៉ុណ្ណឹងសិនចុះចាសុខសប្បាយណាស់លោកវត្តៃអាឆៃពួកអញពិតជាឈួតហើយគួរឲ្យខឹងណាស់សប្បាយមួយយ៉ាងដែរតាធ្វើបាបគេមិនដឹងខ្លួនអញ្ចឹងអ្នកនាងក៏និយាយថាខ្ញុំកំពុងតែសងសឹកជូនអ្នកនាងហើយអេមិនក៏ខ្ញុំប្រសពរកនឹកឃើញនិយាយម្លេះណោះអើលោកជំទាវកូនអញ្ជើញទៅពិសាបាយយីចាំតាគេមកហៅហើយណោះអូយសំតម៉ាក់កូនជប់និយាយទូរស័ព្ទហ្នឹងណារួចថាទៅអដងជាមួយនាយម៉ានីនោះអីចាបន្តិចទៀតគេមកទទួលកូនហើយម៉ាក់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ណាកូនចាកូនយល់ហើយម៉ាក់មកញ៉ាំអាហារពេលព្រឹកជាមួយគ្នាម៉ាក់វត្តៃនឹងឆៃវាចេញទៅហើយនៅម៉ាក់នៅទេកំពុងតែរៀបចំចេញទៅនឹងណាមានការអីជាមួយពួកវាអីវាខឹងអីបានជាសួរមិនឆ្លើយអញ្ចឹងរួចហើយនៅបងសង្ស័យតែយឺតម៉ោងទេនេះរួចហើយរអ៊ូម្លេះទេឈប់សិនបងមានរឿងចង់និយាយជាមួយពួកឯងរឿងអីទៅបងអូយមិនបានជាបងផ្ទះកាភ្លៀងខ្ញុំអញ្ចឹងហើយមានរឿងអីបងអូយបងម៉ានីបងឯងឈ្គួតតែដឹងនេះហាមិនបានជាធ្វើអញ្ចឹងហ៎កូនម៉ានីស្ទើរតែបែកកាភ្លៀងខ្ញុំទៅហើយនេះយ៉ាងម៉េចហ្នឹងយ៉ាងម៉េចអីប៉ុណ្ណឹងវានៅស្ទើរពេកផងអេម៉ានីនេះគាត់ទៅសៃប្រសាទទេដឹងម៉ាក់គួរទៅសួរពួកវាថាពួកវាបានធ្វើអីខ្លះមានរឿងស្អីខុសត្រូវអីចាំបាច់ប្រើហិង្សាអញ្ចឹងនោះកូនសុទ្ធតែបងប្អូនឯងតើសង្ស័យតែគាត់ឈួតឲ្យលោកប៉ាឈួតផងហ៎តិចមកកាភ្លៀងឥឡូវហ្នឹងម៉ានីមិនក៏មានចរិតហិង្សាអញ្ចឹងផ្ដេសផ្ដាស់ណាស់មានរឿងអីនិយាយគ្នាទៅប៉ាសួរពួកវាទៅចុះកូនឯងគិតទៅណាក្រែងវានិយាយជូនក្មួយខុនទៅដងនោះអីលើឈ្មោះមីខុនស្អីគេនឹងគួរឲ្យស្អប់សង្ស័យព្រោះតែអញ្ចឹងហើយបានជាគេទះកាភ្លៀងនោះកូនប្រុសលោកប៉ានឹងវាឈួតតោះបងទៅធ្វើការអេមិនបានជាកូនម៉ានីទះកំភ្លៀងពួកគេអញ្ចឹងធម្មតាកូនមិនងាយនឹងប្រើហិង្សាអញ្ចឹងទេតាមខ្ញុំសង្ស័យប្រហែលជាកូនវតីនិយាយមិនសមរម្យជាមួយក្មួយខុនបានជាកូនម៉ានីខឹងខ្លាំងណាស់យ៉ាងណាក៏មិនគួរប្រើដៃប្រើជើងអញ្ចឹងដែរចាំវាមកពីដងវិញចាំសួរវាមើលបងឃើញឡានអាប៉ែនោះមកហើយនិយាយគ្នាប៉ុណ្ណឹងសិនចុះឈប់សិនពេលអូននៅជាមួយនេះម៉ានីកុំទូរស័ព្ទមកអូនឲ្យសោះលឺទេកុំឲ្យគេសង្ស័យបានបងយល់ហើយសួស្ដីរងចាំយកហើយតែដឹងនេះអ
អាចារ្យមួយសន្ទុះដែរហើយ អធិស្ឋានផងណារវល់ទៅដោះក្អែលឲ្យប្អូនខ្ញុំ នេះដល់ថ្នាក់ដុកក្អែលផងអី លោកស្ដាយនាងមែនទេតាមគំនិតខ្ញុំតាមតានាងទៅបន្តិចទៀតនាងប្រហែលជាលែងស្អប់នាងខ្ញុំហើយខ្ញុំក៏ព្យាយាមបំភ្លេចរឿងដែលនាងជេរខ្ញុំដែរ អត់ទេខុនមនុស្សខ្លះបើមិនដោយតាមទំនឹងចិត្តពេកគឺកាន់តែខុស អញ្ចឹងលោកធ្វើអីនាង គឺផ្ទះម្នាក់មកកាភ្លៀងស្អប់ពេកកុំឲ្យឆ្លើយដាក់ខុនទៀត ហើយនាងនេះពិតជាស្រួលដឹកចំហមែន ពុតធោចាំបាច់ធ្វើដល់ថ្នាក់នឹងធ្វើអីធ្វើបែបនេះពួកគេកាន់តែស្អប់នាងខ្ញុំមិនខានទេអញ្ចឹងអាចថាពួកគេនឹងសម្លាប់នាងខ្ញុំថ្ងៃណាមួយមិនខានទេលោក កុំនិយាយអញ្ចឹងដរាបណាមានមនីនៅរស់គឺគ្មាននរណាអាចមកធ្វើអីខុនបានទេ ពិតជាខ្លាំងណាស់ ជឿបានដែរមានអ្វីជាសម្អាងទៅ គឺដើមទ្រង់5ហັດជាកូនប្រុសមកធ្វើជាខែលការពារមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ប៉ុណ្ណាតោះគិតចេញដំណើរទៅកុំឲ្យមេក្តៅជាងនេះ បានអូនឯខុនញ៉ាំបាយរួចហើយនៅ ចារួចមុននឹងហើយចុះលោក បាននៅទេចាំចូលញ៉ាំអីបន្តិចសិនចាំបន្តទៅឧដុង្គ ហើយមិនប្រកាច់ញ៉ាំឲ្យហើយចាំមកអត់ទេ កំពុងតែគិតអីហ៎ អាចាគ្មានអីទេតោះញ៉ាំអីសិនទៅ បានសូមចេញចូលឡាន ចាអរគុណលោក មានអីម៉ាក់នឹងប៉ាសុខសប្បាយជាធម្មតាទេរួចចុះកូនឯងវិញចាមានអីម៉ាក់កូនសុខសប្បាយធម្មតាទេម៉ាក់ដឹងអត់នៅទីនេះកំពុងតែធ្លាក់ព្រិលណាថែរក្សាសុខភាពណាកូននៅឆ្ងាយពីប៉ាម៉ាក់ត្រូវចេះថែរក្សាសុខភាពដោយខ្លួនឯងចាម៉ាក់កូនយល់ហើយកុំបារម្ភអីចាលោកប៉ាអញ្ជើញតាណាហើយនៃណាទេមិញនេះប្រហែលជាកំពុងស្រោចដើមឈើជាមួយនឹងប្រុញហើយទីដឹងអូនោះមកហើយណែប៉ាវីកូនសួររក មិនទៅហើយសុខសប្បាយទេអីកូន ចាកូនសុខសប្បាយធម្មតាទេលោកប៉ាចុះប៉ាវិញ ប៉ាក៏សុខសប្បាយធម្មតាដែរកូនហើយចុះការសិក្សារបស់កូនយ៉ាងណាទៅហើយ ចានៅរសារលទ្ធផលល្អជានិច្ចណាប៉ាកុំបារម្ភអី ល្អហើយកុំភ្លើតភ្លើនណាបានទៅរៀននៅស្រុកគេកុំភ្លេចការសិក្សាឲ្យសោះ រឿងហ្នឹងប៉ាកុំបារម្ភកូនមកធ្វើឲ្យគ្រួសារខកបំណងទេណែលោកប៉ាបងរតនសម្បត្តិទៅធ្វើការឲ្យនៅ ទេប៉ាមិនដឹងទេនេះអាឡ័យទៅស្រោចផ្កាជាមួយប្រុញកូនសម្បត្តិទៅធ្វើការឲ្យនៅម៉ាក់វា ទៅមុននេះបន្តិចឮថាធរៈបញ្ញាផងចុះគាត់នឹងបងខុនកែសនៅមានទំនាក់ទំនងជាមួយគ្នាដែរមែនទេម៉ាក់ពួកគេខ្លាចជាសង្សារនឹងគ្នាហើយកូនឯងចិត្តមានបងថ្លៃនឹងគេហើយណាអូកូនសប្បាយចិត្តណាស់ដែលបងសម្បត្តិចិត្តមានគ្រួសារហើយ ណែរួចចុះអាកាសធាតុនៅអាមេរិកយ៉ាងម៉េចដែរកូន ចាចាប់ផ្ដើមធ្លាក់ព្រិលហើយប៉ា ហ្នឹងហើយថែរក្សាសុខភាពផងណាកូនក្រែងលោមានជំងឺផ្សេងចាកូនយល់ហើយប៉ាអញ្ចឹងប៉ាប៉ណ្ណឹងសិនចុះណាកូនទៅជួយចុកប្រុសចេញពីផ្លូវជាមួយមិត្តភក្តិកូនបន្តិចសិន សុខសប្បាយណាកូន ចាលោកប៉ាជំរាបលាអ្នកម៉ាក់ផងណាសុខសប្បាយណាកូន ខ្ញុំមានមោទកភាពចំពោះកូនយើងណាស់មិនថាកូនប្រុសឬក៏កូនស្រីសិតតែជាកូនដោយកន្លងធរ ចានេះសុទ្ធតែជាបុណ្យកុសលរបស់យើងដែលបានសាងមកពីជាតិមុនណាប៉ាវា បាទនឹងហើយម៉ាក់វាណែគាត់ឯងញ៉ាំបាយហើយនៅ ចានៅទេនៅចាំប៉ាវាឯងហ្នឹងណា អញ្ចឹងតោះទៅបាយជាមួយគ្នា ចានេះមែនទេជាផ្ទះលោកគ្រូខ្មោច មិនមែនផ្ទះហ្នឹងទេគឺផ្ទះមួយទៀតឯណោះតោះដើរទៅ ចាលោក នេះប៉កែស្គាល់គ្រូខ្មោចអីណាទៀតណោះផ្លូវលំឡើងពិបាកបើកឡានគិតទៅមនុស្សនេះស្អីក៏ធ្វើបានដែរលោកគ្រូអញ្ជើញតាណាបាត់ហើយខ្ញុំមករក គាត់មានធរៈទៅណាហើយទេដឹងលោក បាទមានការអីមែនទេ
អូលោកក្មួយមានធរៈអីទៀតមែនអត់ទេលោកគ្រូគឺមិត្តស្រីរបស់ខ្ញុំជាអ្នកមានបញ្ហាឲ្យលោកគ្រូដោះស្រាយអូរួចចំមាននាងនេះមានបញ្ហាអីដែរនិយាយមក ចាមិនជាបញ្ហារបស់ក្មួយទេអ៊ំជាបញ្ហារបស់លោកប៉ារបស់ខ្ញុំ ប៉ាមានបញ្ហាអីនិយាយមកមើល ចាគឺលោកប៉ាមានវិញ្ញាណខ្មោចតៃហោងតាមចុះសង្កត់គាត់ វិញ្ញាណខ្មោចតៃហោងហ៎អញ្ចឹងនិយាយប្រាប់ពីថ្ងៃខែកំណើតប៉ាក្មួយមកចាំខ្ញុំមើលថាម៉េចបានជាវិញ្ញាណខ្មោចតៃហោងនោះវាតាមមកសន្ធិដ្ឋប៉ាក្មួយឯងអញ្ចឹង បាទខ្ញុំនិយាយប្រាប់គ្រូនេះពីថ្ងៃខែឆ្នាំកំណើតរបស់លោកប៉ាប្រាប់គាត់នោះច្បាស់ជាគាត់ដឹងថាខ្ញុំនិយាយកុហកមិនខានទេខ្ញុំត្រូវតែបដូរផែនការនេះ តើលោកពូកាត់ថ្ងៃអីខែអីនិយាយប្រាប់គាត់ទៅអេអញធ្វើអី ចាគឺខ្ញុំគ្រាន់តែចង់បានទឹកមុនយកទៅឲ្យលោកប៉ារបស់ខ្ញុំលុបលាងមុខតែប៉ុណ្ណោះ ធ្វើអញ្ចឹងមិនប្រកែនោះនាងគឺយកថ្ងៃខែឆ្នាំកំណើតទើបមានប្រសិទ្ធភាពមិនអីទេក្មួយសម្រាប់ខ្ញុំឲ្យតែថាប្រកាសជាខ្មោចមែនត្រឹមតែផេះធូបហ្នឹងក៏វិញ្ញាណខ្មោចនោះវានេះអណ្ដរធានដែរអ្នកណាមិនល្បីគ្រូលេវនៅដងនោះ ចាអញ្ចឹងល្អហើយលោកគ្រូព្រោះខ្ញុំមិនសូវចាំថ្ងៃខែកំណើតរបស់លោកប៉ាផង បាទមិនអីទេមកនាំគ្នាចូលមកក្នុងផ្ទះសិនមក អរគុណហើយលោកគ្រូតែប៉ុណ្ណេះវិញ្ញាណខ្មោចនោះច្បាស់ជាមិនហ៊ានចូលមកក្បែរលោកប៉ាខ្ញុំទៀតទេ បើមានបញ្ហាអីទៀតមករកខ្ញុំបានណាក្មួយ ចាលោកគ្រូយ៉ាងណាចាំឲ្យសង្សារខ្ញុំជូនមកម្ដងទៀត សង្សារនេះជាទង្វើអីទៅ គឺនាងក៏ពេញចិត្តនឹងឯងដែរតាអាម៉ានីអើយ រួចរាល់ការងារហើយអញ្ចឹងគិតលាលោកគ្រូទៅវិញហី ចាទូរស័ព្ទអូផ្លេចទូរស័ព្ទបាត់ហើយសុំទៅយកទូរស័ព្ទបន្តិចសិន ចូលទៅយកទៅក្មួយកុំក្រាញ់ចិត្តអីណាចាំខ្ញុំទៅជាមួយ អូយមិនអីទេតែមកផ្លេតហ្នឹងនៅនិយាយលេងជាមួយលោកគ្រូទៅ បាទណែខ្មោចនាងនោះមានដាល់មរាវឆានក្មួយឯងហើយនឹងប្អូនទៀតដែរទេស្ងាត់ឈឹងល្អណាស់លោកគ្រូពិតជាប្រកែមែនខ្មែរយើងតែងតែនិយាយថាចេះអីចេះឲ្យប្រកបបាទត្រូវហើយលោកគ្រូ ឲ្យខ្ញុំសុំទោសផងលោកគ្រូខំខាំងវិញ្ញាណគេអញ្ចឹងមិនល្អទេខ្ញុំត្រូវលុតផ្លោះអាសនៈនេះ1 2 3ហិចសង្ឃឹមថាអ្នកនាងកណ្ដាថានឹងមានសេរីភាពវិញផងចុះអរគុណអ្នកនាងខ្ញុំមានសេរីភាពវិញហើយលោកប៉ាអ្នកម៉ាក់ក៏នឹកលោកតាពីនណាចាឃើញហើយផ្លេចដៃរកតម្រាំតែឃើញ អញ្ចឹងគិតលាលោកគ្រូទៅវិញហើយ ចាជម្រាបលាសិនហើយលោកគ្រូបើមានបញ្ហាយ៉ាងណាខ្ញុំនឹងមកសាជាថ្មី បាទអញ្ជើញសុខសប្បាយទាំងអស់គ្នាណាបាទអរគុណច្រើនលោកគ្រូតោះអ្នកនាងចូលឡានទៅ ចាលោក ហើយយូរនោះយូរ ហើយមិនដឹងថាខុនគេយ៉ាងម៉េចហើយទេ គាត់នេះក៏អូបក្លិនអីដែរអត់ ក្រអូបគឺក្រអូបក្លិនផ្កាម្លិះ នឹងហើយម៉ាក់វាជាផ្កាដែលកូនកននិថានាងចូលចិត្តបំផុតណា ឬមួយនេះជាកូនកនថាបើជាកូនសុំធ្វើសញ្ញាប្រាប់ប៉ានឹងម៉ាក់ថាកូននៅទីនេះមកណាកូនចាគឺកូន ណ៎ម៉ាក់វាដើមផ្កាអង្គើបានន័យតែកូនកននិថានាងមានសេរីភាពឡើងវិញហើយក ូនឯងមានសេរីភាពវិញហើយមែនទេកូនម្ដាយ នៅផ្ទះយើងណាកូនណា មានន័យថាកូនខុនបានជួយឲ្យព្រលឹងរបស់កូនមានសេរីភាពវិញហើយមែនទេ តទៅអស់អីហើយកូនចាំប៉ានឹងម៉ាក់ធ្វើបន់ឧទ្ទិសកុសលឲ្យកូន កូនខុនពិតជាមនុស្សល្អណាស់បើកុំតែបាននាងទេយើងទាំងពីរអ្នកនេះមិនដឹងទៅផ្លូវណាទេ មែនហើយម៉ាក់វា កូនឯងនៅណាឥឡូវហ្នឹង បាទកូននៅកន្លែងធ្វើការ
មានធរៈអីដែរម៉ាក់ឲ្យវាមកផ្ទះមកឲ្យបានមុនម៉ោង5ល្ងាចមានធរៈអីសំខាន់មែនទេប៉ាម៉ាក់នឹងប៉ាក៏នាំកូនឯងទៅស្រោចទឹករំដោះគ្រោះចេញក្រែងថាថ្ងៃមុនអនាគតកូនប្រសាឃើញកូនឯងនេះអត់មានក្បាលនោះអីកូនយល់ថាអីទេម៉ាក់ព្រោះកន្លងជាយូរថ្ងៃមកហើយកុំផ្ដាស់អញ្ចឹងណាចាស់បុរាណថាបើមិនជឿក៏កុំប្រមាថដែរឆាប់ធ្វើតាមប៉ានឹងម៉ាក់ប្រាប់ទៅអញ្ចឹងក៏បានដែរចាំចាញ់ពីធ្វើការចាំកូនទៅនិយាយគ្នាប៉ុណ្ណឹងបានហើយអញ្ចឹងវាឡប់មិនចង់ធ្វើតាមឯងទៀតណាក្មេងៗឥឡូវមិនសូវមានជំនឿអបិយជំនឿអីនោះទេមិនបានជាខ្ញុំមានអារម្មណ៍ថាតែងខុសធម្មតាអញ្ចឹងដូចជាបាត់បង់អ្វីមួយយ៉ាងសំខាន់បំផុតបងឆៃទូរស័ព្ទមកធ្វើអីអញ្ចេះអាឡូបងឆៃណែល្ងាចនេះបងបានទៅហាងទេអូនបងឯងមានទរៈទៅណាអីគឺលោកប៉ានិងអ្នកម៉ាក់ឲ្យបងប្រញាប់ទៅផ្ទះមានទរៈនៅផ្ទះមែនទេគឺលោកទាំងពីរយកបងទៅស្រោចទឹកម្ដោះគ្រោះដែលអូនបានឃើញបងគ្មានក្បាលពីថ្ងៃមុននោះណាបើអញ្ចឹងមកយកអូនទៅជាមួយផងអូនមានអារម្មណ៍នឹងស្រួលដែរនឹងចង់ស្រោចទឹករំដោះគ្រោះដែរអូខេចាំបងទៅយកអូននិយាយគ្នាប៉ុណ្ណឹងបានហើយអញ្ចឹងចាបាយបាយណែប៉ាវីយ៉ាខ្ញុំដូចជាមិនស្រួលខ្លួនសោះហើយនេះប្រហែលជាចង់ខ្យល់ទេដឹងមើលរកក្មេងៗជួយកោះខ្យល់ឲ្យទៅអីទេមិនមែនមិនស្រួលរករឿងគ្រុនទេគឺមិនស្រួលចិត្តចេះតែយ៉ាងម៉េចក្នុងចិត្តនឹងដូចជាមានអារម្មណ៍សោកស្ដាយអ្វីមួយដែលប្រុងនឹងបាត់បង់ណាហើយគ្មានអីទេកុំគិតច្រើនពេកប្រហែលជាអាកាសធាតុក្តៅបានជាម៉ាក់វាឯងមានអារម្មណ៍មិនសូវស្រួលអញ្ចឹងគិតល្អធ្វើល្អទៅផ្លូវចិត្តវាស្ងប់កុំទៅណាឆ្ងាយពីខ្ញុំអីណាប៉ាវីបាទមកចូលបន្ទប់មកចាំខ្ញុំម៉ាសាកញ្ចឹងកឲ្យចាអាឡូកូនចាជំរាបសួរម៉ាក់ទាំងម៉ាក់និងលោកប៉ាសុខសប្បាយទេអីមានអីប៉ានិងម៉ាក់សុខសប្បាយទាំងអស់គ្នាទេកូនចុះលោកប៉ានិងអ្នកម៉ាក់របស់កូនវិញនោះចាពួកគាត់ក៏សុខសប្បាយធម្មតាដែរម៉ាក់ប៉ាអរគុណកូនណាស់ដែលបានជួយឲ្យវិញ្ញាណកូនស្រីប៉ានាងមានសេរីភាពវិញមានន័យថាវិញ្ញាណរបស់អ្នកនាងកនថាមកផ្ទះវិញហើយមែនទេលោកប៉ាមកហើយកូនត្បិតតែពួកយើងមិនអាចមើលគ្នាឃើញប៉ុន្តែនាងបានប្រស្រ័យតាក់ទងជាមួយប៉ានិងម៉ាក់តាមចលនាផ្សេងនៃដើមផ្កាកូនសូមចូលរួមត្រេកអរជាមួយលោកប៉ានិងអ្នកម៉ាក់ផងដែរហើយមិនទាន់ទៅញ៉ាំបាយទេអីកូនចាបន្តិចទៀតញ៉ាំហើយម៉ាក់ញ៉ាំហើយឯលោកប៉ារួចហើយចុះកំពុងនិយាយទូរស័ព្ទជាមួយនរណាគេហ្នឹងចាជាមួយប៉ាម៉ាក់ធររបស់កូនណាលោកប៉ាឲ្យប៉ានិយាយជាមួយអ្នកបន្តិចមកកូនចាប៉ាធរចង់និយាយជាមួយប៉ាបាទអ្នកនឹងគ្រួសារសុខសប្បាយទេអីអ្នកបាទសុខសប្បាយធម្មតាទាំងអស់គ្នាទេអ្នកគ្រាន់តែថាថ្ងៃហ្នឹងសប្បាយជាងរាល់ដងហេតុអីបានជាថ្ងៃនេះសប្បាយជាងរាល់ដងអញ្ចឹងចាការដែលសប្បាយជាងរាល់ដងព្រោះថាកូនខុននាងបានជួយវិញ្ញាណកូនស្រីខ្ញុំឲ្យមានសេរីភាពឡើងវិញនឹងណាអ្នកនេះជាការពិតមែនទេហើយកូនស្រីរបស់អ្នកនាងបានត្រឡប់មកដល់ផ្ទះវិញហើយក៏អីចានាងមកហើយអ្នកខ្ញុំនឹងគ្រួសារសប្បាយចិត្តខ្លាំងណាស់អ្នកអើយបាទចូលរួមត្រេកអរផងណាអ្នកចាបើកុំតែបានកូនខុនកែសទេម្លេះប្តីប្រពន្ធខ្ញុំមិនដឹងថាជួយកូនស្រីខ្ញុំយ៉ាងម៉េចនោះទេណែរួចអ្នកផាកំពុងធ្វើអីអ្នកបាទអ្នកម៉ាក់វាកំពុងតែឲ្យរង្វាន់ក្មេងធ្វើការនៅក្នុងផ្ទះហ្នឹងណាអ្នកអញ្ចឹងនិយាយគ្នាប៉ុណ្ណឹងសិនចុះណាអ្នកចាំមើលថ្ងៃស្អែកឬខាងស្អែកខ្ញុំនឹងគ្រួសារទៅលេងអ្នកណាបាទអរគុណហើយអ្នកចាំជួបគ្នាទៀតណាចាជម្រាបលាអ្នកចូលទៅញ៉ាំបាយទៅកូនគេគ្រប់គ្នារួចរាល់អស់ហើយចាប៉ាមិនបានជាយូរម្លេះនេះម៉ោង5កន្លះហើយណារវល់តែចាំអូនវតីនឹងណាម៉ាក់នាងចង់ទៅស្រោចទឹកម្ដោះគ្រោះដែរស្រោតមកអញ្ចឹងបានជម្រាបលាម៉ាក់ក្រែងនិយាយថាកុំឲ្យហួសម៉ោង5នោះអីមិនបានជាលើសម៉ោង5អញ្ចឹងហើយអូនអើយពេលល្ងាចអញ្ចឹងវាស្ទះផ្លូវនេះសំណាងឲ្យម៉ោង5កន្លះមកទទួលអូននោះមកពីបងឯងហ្នឹងមិនព្រមចេញមកតាំងពីម៉ោង4ហ្នឹងបានហើយរវល់ទៅប្រកែកគ្នាហ្នឹងហើយមកឆាប់ចូលឡានមក
ពួកឯងហើយក ូននឹងវាភ្លើតែអញ្ចឹងប្រាប់ឲ្យប៉ប៉ោចថាឲ្យមកមុនម៉ោង5ឥឡូវម៉ោង7:06ទៅហើយនេះអើយកូនកំពុងតែចេញមកហើយកុំខឹងវាអីយីបាក់ឡានឡប់ទេអីអូនឯងឃើញមនុស្សរត់ចូលឡានទេអីប្រយ័ត្នធ្លាក់ស្ពានអាយគ្មានវចនានុក្រមពីរងាប់ដោយការបញ្ចងពៀតទេសម្រាប់អញពួកឯងគួរតែងាប់អ្នកបន្ទាប់គឺអាម៉ានីយេមិនក៏សុកបានអារម្មណ៍អញ្ចឹងនេះជាឈើបើថ្មវិញបែកខ្ទេចអស់ទៅហើយទេអីអាឡូមានការអីកូនបតីអត់តោះតើលោកត្រូវជាស្អីនឹងម្ចាស់ទូរស័ព្ទដែរបាទខ្ញុំជាប៉ារបស់នាងចុះលោកជានរណាដែរបានជានិយាយទូរស័ព្ទកូនខ្ញុំបាទខ្ញុំជាប៉ូលីសចូលរួមសោកស្ដាយផងបាទកូនស្រីរបស់លោកបានស្លាប់បាត់ទៅហើយមិនបានជានាងស្លាប់អញ្ចឹងលោកបាទតាមការសង្ស័យរបស់ប៉ូលីសពួកគេអាចកិច្ចពីអ្វីមួយបណ្ដាលឲ្យឡានធ្លាក់ទៅលើស្ពានចុះមកបាទទេមិនបានជាអញ្ចឹងដូច្នេះសូមអញ្ជើញលោកមកទទួលយកសាកសពផងបាទអរគុណឲ្យលោកពុទ្ធោកូនហើយកូនមិនក៏កូនស្លាប់ដូចនេះម៉ាក់វាកើតអីប៉ាវាគឺកូនវតីនាងស្លាប់បាត់ទៅហើយថាម៉េចបានជាកូនវតីស្លាប់ប៉ូលីសទូរស័ព្ទប្រាប់ខ្ញុំថាឡានបានធ្លាក់ពីលើស្ពានអូយពធឲ្យកូនម្ដាយខ្ញុំតឹងទ្រូងខ្លាំងណាស់ម៉ាក់វាកាត់អីនឹងម៉ានីជួយម៉ាក់ឯងផងកូនកាត់អីនឹងប៉ាម៉ានីវត្ត័យប្អូនកូនឯងនាងបានស្លាប់បាត់ទៅហើយលោកប៉ាមានប្រសាសន៍ថាម៉េចនាងបានស្លាប់ដោយសារបើកឡានធ្លាក់ពីលើស្ពានប៉ូលីសបានទូរស័ព្ទមកប្រាប់ប៉ាមុននេះនឹងណាកូនពុទ្ធោមិនបានជាអញ្ចឹងនោះលោកស្រីកាត់អីលោកប្រុសមកអញ្ចឹងល្អហើយផលទៅហៅទូចជួយកក់ច្បាច់ឲ្យលោកស្រីឯងផងខ្ញុំនឹងកូនម៉ានីទៅទទួលសាកសពកូនវតីអ្នកនាងតូចស្លាប់មកកូនម៉ានីទៅជាមួយប៉ាមកបាទប៉ាហើយពុទ្ធោអ្នកនាងតើអាយុខ្លីម្ល៉េះគិតទៅសំមុខហើយសម្ដីអាក្រក់ចិត្តអាក្រក់ចានាងខ្ញុំជាម្ដាយរបស់គេលោកក្មួយឯងត្រូវជាអ្វីនឹងកូនខ្ញុំបានលោកស្រីខ្ញុំជាប៉ូលីសកូនប្រុសលោកស្រីបានស្លាប់បាត់ហើយបាទថាម៉េចកូនខ្ញុំស្លាប់អញ្ចឹងហ៎ស្លាប់រស់អីនរណាកំពុងតែនិយាយហ្នឹងគឺប៉ូលីសណាប៉ាវីកូនឆៃគេបានស្លាប់ហើយមិនបានជាកូនប្រុសខ្ញុំស្លាប់អញ្ចឹងលោកបាទគឺជនរងគ្រោះបើកឡានធ្លាក់ស្ពានពុទ្ធោមានគ្រោះដល់ជីវិតតទៅបានកូនហើយកូនសូមលោកនិងលោកស្រីអញ្ជើញមកទទួលសាកសពផងបាទអរគុណឲ្យលោកតោះម៉ាក់វាទៅយកសពកូនចាប៉ាវី កាត់ចិត្តទៅអាវ៉ានអើយធ្វើមិនចាស់បាក់ក្មួយវតីគ្នាអស់បនត្រឹមនេះហើយគ្រួសារខ្ញុំនិយាយត្រូវហើយលោកកើតចាស់ឈឺស្លាប់វាជាច្បាប់ធម្មជាតិរបស់សត្វលោកខ្ញុំយល់ប៉ុន្តែវាខ្លីពេកសម្រាប់នាងបើជំនួសការស្លាប់របស់កូនមកជាខ្ញុំវិញខ្ញុំមិនខ្លាចទេព្រោះខ្ញុំចំណាស់នេះទៅហើយកូនវាកំពុងតែស្រឡាញ់គ្នាត្រៀមតែចូលរោងការមិនគួរណាអភ័ព្វអញ្ចឹងទេ
ចុះកម្មអីក៏អាក្រក់ម្លេះលោក3-4ថ្ងៃមុនកូនប្រសាមានប្រភ្នូលឃើញកូនឆៃអត់មានក្បាលខ្ញុំក៏ហៅកូនមកស្រោចទឹករំដោះគ្រោះឥឡូវមានគ្រោះតល់តែបានហេប៉ូលីសមិនក៏មានប៉ូលីសអញ្ចឹងខុនមានរឿងអីហ៎អញ្ជើញលោកម៉ានីទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសបានរឿងអីនេះលោកឯងឡប់តែដឹងគ្រួសារខ្ញុំកំពុងតែមានទុកតែបំភ្លឺរឿងស្អីហ៎ខាងប៉ូលីសមិនបានភ្លឺទេបានផ្ទុយមកវិញគឺលោកស្រីទេជាមនុស្សភ្លឺលោកម៉ានីកូនប្រុសលោកស្រីជាអក្រិតជនពីករណីផ្សេងគ្នាវាយ៉ាងម៉េចកូនម៉ានីអត់ទេខ្ញុំមិនបានដឹងរឿងអីទេលោកច្បាស់ជាមានការយល់ច្រឡំហើយអ្នកណាតែប្តឹងលោកថាខ្ញុំជាអក្រិតជនម្នាក់នោះមែនទេចុះក្រាញ់ថាម៉ាស៊ីននេះជាមនុស្សខ្ទើយនោះអីចាប់សម្ដេចបោកប្រាស់ខ្លួនឯងថាត្រឹមត្រូវក្នុងខ្សែភ្នែករបស់គ្រប់គ្នាទៀតទៅលោកម៉ានីលោកកុំភ្លេចខ្លួនឯងថាលោកត្រឹមតែជាតួសម្ដែងប៉ុន្តែខ្ញុំជាអ្នកដឹករឿងនៅការសម្ដែងរបស់លោកគ្រប់រឿងរបស់លោកខ្ញុំបានរាយការណ៍ឲ្យប៉ូលីសតាមដានទាំងអស់ហើយក៏ភ្លើឈប់គិតតែខ្ញុំជាភេទទី3ទៀតទៅភាពឆ្លាតវៃរបស់លោកកំពុងទៅនាំលោកមកកាន់អន្ទាក់ដោយខ្លួនឯងហើយចាំមិនហើយកូនម៉ានីពួកគេកំពុងតែនិយាយអីគឺកូនប្រុសអ្នកមីងគឺជាឃាតករសម្លាប់មនុស្សនិងជាអក្រិតជនជួញដូរគ្រឿងញៀនណែលោកឯងនិយាយមាក់ងាយខ្ញុំពេកហើយណាក្មួយខុនពូយល់តែក្មួយឯងជាមនុស្សស្គាល់10ស្គាល់20បានជាខំឲ្យកូនប្រុសតាក់ទងឥឡូវពូដឹងច្បាស់ណាស់ថាក្មួយឯងជាមនុស្សភ្លឺក្នុងនាមខ្ញុំជាម្ដាយខុនកែសក៏មិនសប្បាយចិត្តដែលលោកមកនិយាយឲ្យកូនខ្ញុំបែបនេះដែរនេះជាការពិតដែលថាកូនប្រុសរបស់លោកជាឃាតករសម្លាប់មនុស្សអ្នកមីងកំពុងតែនិយាយផ្ដាស់ហើយក្បាលកញ្ចាស់សំណាស់និយាយពាក្យត្រង់មិនគួរនិយាយពាក្យមិនពិតសោះសំមុខហើយដែលកូនម៉ានីថាឲ្យឯងបែបនេះគឺឯងវាឈួតមែនឈួតទាំងម្ដាយឈួតទាំងកូនគ្រួសារលោកស្រីនឹងហើយដែលឈួតនោះកូនប្រុសលោកជាឃាតករនៅថាគេជាព្រះទៀតមែនទេខាងប៉ូលីសមានភស្តុតាងគ្រប់គ្រាន់ដើម្បីអញ្ជើញលោកទៅបំភ្លឺករណីជួញដូរគ្រឿងញៀនលបឡាយយ៉ាងម៉េចនេះម្ដងថាកូនប្រុសខ្ញុំជាប់ករណីឃាតកម្មម្ដងថាកូនប្រុសខ្ញុំជាប់ករណីជួញដូរគ្រឿងញៀនអ្នកណាជាមេគំនិតធ្វើរឿងនេះឡើងមកនេះចង់ធ្វើស៊ីគ្រួសារខ្ញុំមែនទេខ្ញុំជាម្ដាយជនរងគ្រោះដែលអាម៉ានីនេះបានសម្លាប់កូនប្រុសលោកស្រីជាមនុស្សអាក្រក់ឈួតឡប់មកពីណាម្នាក់ទៀតហើយនឹងជាថ្វីដៃរបស់លោកត្រូវទេលោកសុគន្ធទទួលស្គាល់ការពិតណាលោកកូនប្រុសរបស់លោកជាឃាតករសម្លាប់មនុស្សមែនអាផាស្ដាយណាស់ដែលគ្នាខំរាប់អានឯងជាមិត្តឥឡូវគ្នាដឹងហើយថាឯងជាមិត្តខ្លាំងអាឃាតករអញនឹងសម្លាប់ឯងមិនខានទេកុំធ្វើអញ្ចឹងអីលោកប៉ាទុកឲ្យប៉ូលីសធ្វើកិច្ចការនេះទៅខ្ញុំមានសិទ្ធិប្តឹងបានដែលបង្ខូចគ្រួសារខ្ញុំបែបនេះខ្ញុំជាសក្តិសិទ្ធិតែមួយគត់ដែលអាចបញ្ចប់រឿងនេះឬមួយពួកគាត់ធ្វើដើម្បីតែចង់បានលុយមានអីគួរឲ្យនៅឆ្ងល់ទៀតទៅមនុស្សឥឡូវពុតបត់សឹងអីហ្នឹងមិនចេះខ្មាស់ធម្មជាតិសោះយីប៉ាវីកូនកាត់អីនេះខ្ញុំមិនមែនជាកូនលពូអ្នកមីងទេអានេះវាជាឃាតករវារួមដៃគ្នាជាមួយនឹងវិវតីនឹងអាចឆៃសម្រាប់ខ្ញុំហេមិនបានជាកូននិយាយជាសម្លេងមនុស្សស្រីទៅវិញប្រាប់ហើយថាខ្ញុំមិនមែនជាកូនលោកទេខ្ញុំចង់ប្រាប់គ្រប់គ្នាថាវានេះព្រមទាំងប្អូនរបស់វាជាអ្នកធ្វើឲ្យខ្ញុំស្លាប់នាងវតីនិងនាយឆៃវាជាស្នាដៃរបស់ខ្ញុំសងសឹកព្រោះតែវាបានសម្លាប់ខ្ញុំពុទ្ធោកូនស្រីប៉ាតើពួកវាបានធ្វើអីដាក់កូនគឺអាឆៃវាមកបំពេញកូនហើយនាងវតីវាបានចាក់សម្លាប់តែកូនគ្រាន់តែសន្លប់ពួកវាក៏កប់កូនទាំងរស់កូនវេទនាខ្លាំងណាស់ពុទ្ធើកូនម្ដាយពួកគេពិតជាអាក្រក់ណាស់នេះច្បាស់ជាពួកឯងនាំគ្នាដាក់អំពើកូនរបស់យើងបានជាកូនប្រុសខ្ញុំនេះណានិយាយសម្លេងស្រែកអញ្ចឹងមែនហើយពួកឯងទាំងនេះពិតជាមនុស្សអាក្រក់ណាស់ចង់បានលុយប្រមាណថាមកអាកញ្ចាស់មីកញ្ចាស់កូនប្រុសពួកឯងជាមនុស្សអាក្រក់នៅចង់ការពួកវាថាជាមនុស្សល្អទៀតមែនទេឬមួយនេះគួរតែអរគុណខ្ញុំទៅដែលមិនកាច់បំបាក់ករបស់វានោះព្រោះតែខ្ញុំចង់ឲ្យគ្រប់គ្នាដឹងថាវាជាឃាតករពុទ្ធោប៉ាវីកូនប្រុសយើងជាឃាតករសម្រាប់មនុស្សមិនគួរណាវាសាហាវអញ្ចឹងសោះ
អូក្មួយស្រីហើយពូសុំទោសផងណាក្មួយនេះតើមានរឿងអីកើតឡើងអញ្ចេះ អាខេតកឯងនេះពិតជាអាក្រក់ណាស់ សូមអញ្ជើញលោកម៉ានីទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសបានទេខ្ញុំបានធ្វើអីខុសទេអញ្ជើញទៅតាមសម្រួលឬក៏ចង់ឲ្យខ្ញុំវាយខ្នោះដៃបានលោកប៉ាអ្នកម៉ាក់ជួយកូនផង ម៉ាក់នឹងជួយកូនឲ្យដល់ទីបំផុតតោះប៉ាវាទៅជាមួយកូន នាយម៉ានីច្បាស់ជាជាប់គុកអស់មួយជីវិតជាមិនខាន មេឃឆ្លាស់ក្រោយភ្លៀងរលឹមហើយណាណែ ប៉ាសូមអរគុណកូនខុនដែលបានជួយកូនស្រីរបស់ប៉ាតាំងពីដើមសាច់រឿងរហូតដល់វគ្គបញ្ចប់ កូនរីករាយនឹងជួយលោកប៉ានិងអ្នកម៉ាក់ជាពិសេសគឺវិញ្ញាណរបស់អ្នកនាងកណ្ណថាតែម្ដងខ្ញុំគឺជាអាណាព្យាបាលកូនឆៃសូមធ្វើការសុំទោសលោកស្រីដែលកូនប្រុសខ្ញុំបានស្លាប់ទៅហើយនោះដែលបានធ្វើឲ្យកូនលោកស្រីស្លាប់សូមអធិស្ឋានខ្ញុំនឹងគ្រួសារផងទៅចុះ ខ្ញុំនឹងគ្រួសារមានវបដិសារីណាស់លោកស្រី ខ្ញុំមិនប្រកាន់លោកស្រីទេការចងគំនុំគ្នាប្រៀបបាននឹងការបង្កជាភ្លើងក្នុងចិត្តយ៉ាងដូច្នោះដែរគ្រប់យ៉ាងគឺពួកគេជំពាក់គ្នាពីជាតិមុនមកលោកស្រី នឹងហើយលោកស្រីតទៅពួកយើងកំគួរចង់គំនុំជាមួយគ្នាអីរាប់គ្នាជាមិត្តប្រសើរជាងរាប់គ្នាជាសត្រូវណាយ៉ាងណាក៏ខ្ញុំគិតយល់ដូចជាគ្រួសារខ្ញុំដែរ ខ្ញុំអរគុណលោកនិងលោកស្រីជាពលិក ទីបំផុតរឿងក្តីនេះក៏បានបញ្ចប់មនុស្សអាក្រក់ត្រូវទទួលបានផលទៅតាមទោសដែលគេបានសាង នេះជាការបង្ហាញខ្លួនរបស់កូនជាលើកចុងក្រោយមុននឹងកូនលោកទាំងពីរទៅរកភពកំណត់ថ្មីខ្ញុំសូមអរគុណអ្នកនាងខុនកែសដែលបានជួយអាសានាងខ្ញុំតាំងពីដើមដល់ចប់ប៉ាម៉ាក់កូនមានសំណាងដែលបានកាត់មកជាកូនលោកសូមលោកទាំងពីរកុំសង្រេងអីអត់ពីកូនលោកប៉ានិងអ្នកម៉ាក់មានអ្នកនាងខុនកែសក្មួយសូមអរគុណលោកពូនិងអ្នកមីងដែលបានឆ្លៃរាប់អានប៉ាម៉ាក់របស់ក្មួយដោយស្មោះអស់ពីចិត្តកូនលាលោកទាំងពីរហើយកូនស្រឡាញ់លោកទាំងពីរណាកុំជុំអីណែកូនទៅបានសុខហើយ តទៅយើងជាគ្រួសារតែមួយហើយណាអ្នក ចាណែចូលមកទ្វារមិនបានចាក់កលឹះទេ សួស្តីមីចង្រៃខុនកែស នេះម៉ានីក្រែងនេះជាប់គុកហាញតាមិនបានចេញមកបាន គឺអញហែកគុកមកបាញ់សន្ទះក្បាលនឹងឯងមីស្រីបោកប្រាស់ ទេអ្នកណាក៏បានដែរជួយខ្ញុំផងទេ មានអាណាមកជួយនឹងឯងបានទេមីល្ងងស្លាប់ទៅ ហើយយល់សັບសោះខំតភ័យអាឡូបង រវល់ទៅធ្វើអីហ្នឹងបានទៅរំលឹកទូរស័ព្ទ ចាមុននឹងកេងជ្រុលបងមានត្រីអីមែនទេ បងមានរឿងចង់ប្រាប់ និយាយមក គឺអបិមនីស្អីនោះត្រូវតុលាការសម្រេចដាក់ពន្ធនាគារអស់មួយជីវិតនិងសងជំងឺចិត្តប៉ាម៉ាក់ធរអូនចំនួន$60000ទៀត ល្អហើយអញ្ចឹង អូនណាបន្តិចទៀតបងទៅទទួលទៅលេងនៅភ្នំជ្រាវនឹងចំការក្រូចណារៀបចំខ្លួនឲ្យហើយទៅ ចាទទួលបានទៀត និយាយប៉ុណ្ណឹងសិនចុះណា ចាបាយ ចប់ដោយបរិបូរណ៍សូមអរគុណ សូមចុចជាវនិងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូបន្ទាប់ពីឧត្តម Cartoon Movie សូមអរគុណ